ការស្ដាប់រឿងទម្លាប់របស់លោកប៊ូផុងលោកប៊ូផុងជាអ្នកប្រាជ្ញវិទ្យាសាស្ត្រជាតិបារាំងម្នាក់គាត់ជាអ្នកធ្វើការមួយយ៉ាងឯកតែគាត់មានទម្លាប់សម្រាមត្រមុករាល់ព្រឹកគាត់តែងធ្វើអ្វីខាតពេលសន្ធឹកថ្ងៃនេះប៉ុន្តែគាត់មិនដែលភ្ញាក់តន់ពេលវេលាសោះសង្ឃឹមខ្លួនឯងមិនកើតគាត់ក៏ប្រាប់អ្នកបម្រើឈ្មោះសូហ្សេបឲ្យដាស់គាត់នៅវេលាម៉ោង 6 ព្រឹកថ្ងៃបន្ទាប់មកអ្នកបម្រើដាក់អង្រួនគាត់តាមពេលណាត់តែគាត់គ្រាន់តែធ្ងរមិនព្រមក្រោកពីដំណេកឡើយតាមទំនងនេះគាត់នៅតែភ្ញាក់ពីដំណេកយឺតដដែលក្រោយមកគាត់បង្គាប់អ្នកបម្រើជាថ្មីទៀតបើដល់ម៉ោង 6 ព្រឹកហើយអញនៅតែដេកដំអក់ទៀតឯងត្រូវប្រើមធ្យោបាយយ៉ាងណាឲ្យអញចាក់ចេញពីដំណេកកំបីខានមិនរវល់ច្រើនស្អែកឡើងអ្នកបម្រើកាន់ថូទឹកមួយទៅឈរនៅក្បែរគ្រែរងចាំម៉ោង 6 ព្រឹកគ្រាន់តែនាឡិកាវាយម៉ោងចប់គាត់ផ្ទីងថូចាក់ទឹកចំមុខអ្នកប្រាជ្ញហើយឈរប្រុងច្រានចៅវាយទម្លាក់ពីលើគ្រែទៀតកុំតែពេលនោះចៅវាយត្រូវទឹកចូលច្រមុះរកដង្ហើមមិនរួចខំក្រោកឡើងតាន់កុំអីមានហេតុធំនៅថ្ងៃនោះលោកប៊ូផុងធ្វើការបានសន្ធឹកថ្ងៃក្រោយមកសូហ្សេបអ្នកបម្រើនៅតែដាស់ចៅវាយគាត់តាមរបៀបមុខដដែលអ្នកប្រាជ្ញយើងត្រឹមមិនបានក៏កែខ្លួនរួចពីទម្លាប់ត្រមុកនេះទៅចាប់ពីថ្ងៃនោះមកគាត់បានភ្ញាក់ពីប្រហៀមហើយនិពន្ធពីសតវិទ្យាបានច្រើននៅដំណាច់ឆ្នាំគាត់មានប្រសាសន៍សូហ្សេបត្រូវបានចំណាយសៀវភៅ3 ឬ 4 ក្បាលជារង្វាន់ដល់ស្រង់ពីសៀវភៅភាសាខ្មែរថ្នាក់ទី 7 បោះពុម្ពឆ្នាំ 2001